កាលពីដើមមានបុរសម្នាក់មានប្រពន្ធបុរសនោះតែងតែកាប់ចំការសពថ្ងៃលុះកាប់ចំការទៅដល់ដើមជ្រៃមួយស្ដេចកណ្ដុរសដែលនៅនឹងដើមជ្រៃនោះមានសេចក្តីភិតភ័យហើយទៅអង្វរបុរសដែលកាប់ព្រៃធ្វើចំការនោះថាសូមឲ្យបុរសទុកតែដើមជ្រៃមួយនេះខ្ញុំនឹងឲ្យរង្វាន់ជាមាសក្នុងមួយថ្ងៃមួយដុំបុរសនោះក៏ព្រមទុកដើមជ្រៃឲ្យស្ដេចកណ្ដុរសបានយកមាសមកប្រគល់ឲ្យបុរសនោះតែរាល់ថ្ងៃបុរសបានមាសហើយយកទៅប្រគល់ឲ្យប្រពន្ធតែរាល់ថ្ងៃប្រពន្ធសួរថាអ្នកបានមាសពីណាប្តីថានាងកុំចង់ដឹងអីជាក់តែទុកទៅប្រពន្ធថាបើអ្នកមិនប្រាប់ខ្ញុំនឹងទៅប្តឹងអ្នករាជការចៅតៃឬទៅទូលស្ដេចថាអ្នកលួចព្រះរាជទ្រព្យបុរសនោះឮប្រពន្ធថាដូច្នោះក៏ភ័យហើយបានថ្លែងប្រាប់ទៅប្រពន្ធតាមដំណើរដែលបានមាសពីស្ដេចកណ្ដុរសនោះនាងប្រពន្ធបានដឹងដូច្នោះហើយក៏ប្រាប់ទៅប្តីវិញថាអ្នកនេះហៅពេញជាឆោតចាញ់ប្រាជ្ញាសត្វបើអ្នកកាប់ដើមជ្រៃនោះឲ្យរលំហើយពួកបំបែកយកមាសពីក្នុងដើមជ្រៃនោះនឹងបានច្រើនព្រោះស្ដេចកណ្ដុរសវាយកមាសតែពីក្នុងដើមជ្រៃនោះបុរសបានឮសម្ដីប្រពន្ធហើយក៏ជឿលុះព្រឹកឡើងទៅកាប់រលំដើមជ្រៃនោះរលំទៅហើយក៏ពុះមើលពុំឃើញមានមាសអ្វីបន្តិចសោះស្ដេចកណ្ដុរសក៏រត់ចោលដើមជ្រៃនោះទៅវេលាយប់ស្ដេចកណ្ដុរសនាំគ្នាទៅលួចយកមាសពីផ្ទះបុរសនោះអស់មកវិញចង់ស៊ីកុំតាមឃ្លាន